សូមជូនរឿងនាងកែបភិនីក្របល្ងបន្តិចដូរយកសម្បត្តិក្នុងឋានសួគ៌បានក្នុងពុទ្ធកាលមានស្ត្រីម្នាក់មានគភ៌នៅក្នុងក្រុងរាជក្រឹសថ្ងៃមួយនាងមានចំណង់ចង់ផឹកប្រេងល្ងបានយកក្របល្ងទៅលាងទឹកហើយហាលថ្ងៃដើម្បីបុកចម្រាញ់យកប្រេងពេលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីបានប្រមើលមើលនៅឧបនិស្ស័យសត្វហើយទ្រង់ជ្រាបថានាងកែបភិនីនឹងធ្វើមរណកាលនៅក្នុងថ្ងៃស្អែកនេះហើយនឹងធ្លាក់ទៅកើតនៅក្នុងនរកធំឈ្មោះអវជ័យប៉ុន្តែបើបានឃើញតថាគតនឹងត្រឡប់ទៅកើតនៅក្នុងឋានសួគ៌លុះទ្រង់ជ្រាបដូច្នេះហើយក៏យកបាតហោះទៅឯដល់អាកាសសម្ដៅទៅក្រុងរាជក្រឹសយាងទៅដល់ហើយទ្រង់និមន្តបិណ្ឌបាតក្នុងទីក្រុងរៀងរៀបតាមមាគាដរាបទៅដល់ផ្ទះនាងកែបភិនីពេលនោះនាងកំពុងហាលក្របល្ងលុះបានឃើញព្រះដ៏មានព្រះភិក្ខហើយក៏មានចិត្តសោមនស្សជ្រះថ្លាក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខទើបគិតថាអាត្មាអញបានវត្ថុអ្វីគួរសមនឹងថ្វាយព្រះសម្ពុទ្ធមានតែក្របល្ងប៉ុណ្ណេះក្រៅពីក្របល្ងនេះចេញគ្មានឡើយគិតដូច្នោះហើយក៏កើតក្របល្ងពីរកំបងយកទៅដាក់ក្នុងបាតព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ទទួលធ្វើអនុមោទនាហើយនិមន្តហួសទៅលុះដល់ថ្ងៃស្អែកឡើងនាងបានធ្វើមរណកាលទៅបានទៅកើតនៅក្នុងវិមានមាសកម្ពស់12យោជន៍នាឋានត្រៃត្រឹងបរិបូរដោយទិព្វសម្បត្តិមានពន្លឺភ្លឺផ្សាយចេញអំពីកាយមានស្រីទេពអប្សរ 1000 ចងរោមជាបរិវារថ្ងៃមួយព្រះមោគលានថេរលោកនិមន្តទៅឋានត្រៃត្រឹងដើម្បីពិនិត្យមើលស្ថានភាពនិងលក្ខណៈសម្បត្តិរបស់ទេវតាបានឃើញនាងទេវធីតានោះហើយក៏សួរប្រវត្តិរបស់នាងក៏បានថ្លែងប្រាប់ដោយសពគ្រប់ព្រះមោគលានបានជ្រាបថានាងជាស្ត្រីមានឧបនិស្ស័យខ្ពស់ទើបសម្ដែងអំពីអរិយសច្ចធម៌ឲ្យនាងស្ដាប់លុះសម្ដែងចប់នាងទេវធីតាព្រមទាំងបរិវារ 1000 ក៏បានសម្រេចសោតាបតិផលព្រះមោគលានក៏និមន្តត្រឡប់មកឋានមនុស្សលោកវិញហើយទៅក្រាបថ្វាយបង្គំព្រះសម្ពុទ្ធដំណើររឿងរ៉ាវរបស់នាងទេពធីតានោះថ្វាយព្រះស្ដាប់ព្រះសម្ពុទ្ធទ្រង់ត្រាស់ថាមនាលមោគលានអ្នកមានឫទ្ធិរឿងនេះពិតណាស់តថាគតបានដឹងយូរហើយប៉ុន្តែគ្មាននរណាជាសាក្សីបានជាតថាគតមិនសម្ដែងប្រាប់អ្នកទាំងឡាយលុះមានព្រះពុទ្ធដីកាដូច្នេះហើយទ្រង់សម្ដែងសរសើរអំពីអានិសង្សរបស់ទានជាពយោភាពតទៅរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ